វិទ្យាល័យចំនួន2ក្នុងស្រុកព្រៃនប់និងស្រុកកំពង់សិលានៃខេត្តព្រះសីហនុទទួលបានចំណាត់ថ្នាក់គម្រោងឆ្នើមនិងចំណាត់ថ្នាក់គម្រោងគំរូក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នៃកម្មវិធីកម្ពុជាក្នុងបេះដូងខ្ញុំនៃគម្រោងមនសិការពលរដ្ឋល្អអបអរសាទរសិស្សានុសិស្សយុវជនសសយកនៃក្លឹបមនសិការពលរដ្ឋល្អវិទ្យាល័យហ៊ុនសែនវីរិញស្រុកព្រៃនប់ទទួលបានមេដាយមាសចំណាត់ថ្នាក់គម្រោងឆ្នើមក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នៃកម្មវិធីកម្ពុជាបេះដូងខ្ញុំនៃគម្រោងមនសិការពលរដ្ឋល្អនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី5ខែតុលាឆ្នាំ2025ហើយជ័យលាភីទាំងអស់នេះដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តព្រះសីហនុតែងតែគិតគូរកិច្ចការងារអប់រំយុវជននិងកីឡាដើម្បីធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទាំងអស់គ្នាទទួលបាននាពេលនេះគឺការលើកស្ទួយនៅវិស័យអប់រំយុវជននិងកីឡាក្នុងខេត្តព្រះសីហនុរបស់យើងហើយពិធីនេះដោយអញ្ជើញជាគណៈអធិបតីពីអាដាមបណ្ឌិតសភាចាហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងអាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសូមបញ្ជាក់ផងដែរថាការទទួលបាននូវមេដាយមាសក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់គម្រោងកម្ពុជាក្នុងបេះដូងខ្ញុំហើយក្នុងនោះដែរសិស្សានុសិស្សយុវជនមនសិការពលរដ្ឋល្អបានលើកឡើងនៅមាតិកា10ចំណុចដោយក្នុងនោះ1សេចក្តីផ្ដើម2គោលបំណង3វិធីសាស្ត្រ4ផែនការសកម្មភាព5ប្រភពធនធានក្នុងនោះមាន 5.1 ធនធានថវិកានិងសម្ភារៈ 5.2 ធនធានមនុស្ស 6 ក្រុមគោលដៅ 7 ការគ្រប់គ្រងហានិភ័យក្នុងនោះមាន 7.1 ការកំណត់និងវិតម្លៃហានិភ័យ 7.2 រៀបចំផែនការគ្រប់គ្រងហានិភ័យ 8 លទ្ធផលរំពឹងទុក 9 ការពិនិត្យតាមដាន 10 រាយការណ៍ប័ណ្ណគម្រោងនិងទិសដៅបន្ត 11 សេចក្តីសន្និដ្ឋានហើយនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នេះសិស្សានុសិស្សយុវជនសសយកក្លឹបមនសិការពលរដ្ឋល្អពីវិទ្យាល័យហ៊ុនសែនវីរិញស្រុកព្រៃនប់ដំណក់ទឹកនៃក្តីសង្ឃឹមទទួលបានជ័យលាភីមេដាយមាសគម្រោងឆ្នើមរីឯសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនកំពង់សិលាស្រុកកំពង់សិលាស្នាមញញឹមសិស្សរៀនយឺតក៏ទទួលបានចំណាត់ថ្នាក់គម្រោងគំរូផងដែរសូមជម្រាបផងដែរថាកម្មវិធីកម្ពុជាក្នុងបេះដូងខ្ញុំនៃគម្រោងមនសិការពលរដ្ឋល្អធ្វើឡើងក្នុងគោលបំណងបណ្ដុះមនសិការផ្នត់គំនិតយុវជនកម្ពុជាដើម្បីត្រៀមប្រែក្លាយជាសសរទ្រូងនៃប្រទេសជាតិព្រមទាំងបង្ហាញឲ្យឃើញអំពីសមត្ថភាពច្នៃប្រឌិតការយកចិត្តទុកដាក់ការខិតខំប្រឹងប្រែងការចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្សដទៃទៀតទាំងនេះគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាឱកាសនោះអាដាមហ៊ុនម៉ាណីបានលើកឡើងថាកម្មវិធីមនសិការពលរដ្ឋល្អនេះបានផ្លាស់ប្ដូរនៅទស្សនៈសមត្ថភាពនៃភាពជឿជាក់បណ្ដុះនៅការធ្វើការងារជាក្រុមសង្ឃឹមថាសិស្សានុសិស្សនឹងកាន់តែខិតខំពង្រឹងនូវសមត្ថភាពជំនាញបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាចលករមួយចូលរួមជួយប្រទេសជាតិក្នុងការប្រកួតប្រជែងទាំងថ្នាក់តំបន់និងអន្តរជាតិព្រមទាំងខិតខំព្យាយាមរក្សានូវនិរន្តរភាពនៃគម្រោងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍សង្គមជាតិប្រកបដោយមនសិការការទទួលខុសត្រូវខ្ពស់ហើយក្នុងវគ្គផ្ដាច់ព្រាត់នេះតាមរយៈការប្រកួតអនុវត្តគម្រោងរបស់សិស្សានុសិស្សថ្នាក់ទី10និងសិស្សថ្នាក់ទី11ដែលមកពី12រាជធានីខេត្តរួមមានរាជធានីភ្នំពេញខេត្តកណ្ដាលខេត្តកំពង់ចាមខេត្តបាត់ដំបងខេត្តសៀមរាបខេត្តតាកែវខេត្តស្វាយរៀងខេត្តកំពង់ធំខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុខេត្តស្ទឹងត្រែងខេត្តបៃលិនគម្រោងគំរូចំនួន24គម្រោងក្នុងចំណោមគម្រោងទូទាំងប្រទេសសរុបចំនួន432ត្រូវបានគណៈកម្មការជ្រើសរើសយកមកប្រកួតដណ្ដើមជ័យលាភីគម្រោងឆ្នើមនិងគម្រោងល្អ